ថ្ងៃនេះជាថ្ងៃបង្ហើយភ្ជុំហើយកូនយកនំអន្សមនិងបង្អែមព្រមទាំងម្ហូបអាហារនេះទៅវត្តពីអ្នកពុកណាកូនដើម្បីឧទ្ទិសកុសលដល់ម្ដាយឯងនិងជីដូនជីតារបស់កូនដែលលោកបានចែកឋានទៅដើម្បីឲ្យវិញ្ញាណក្ខន្ធពួកលោកទៅកាន់ទីឋានស្ងប់សុខណាកូនចាស់ពុកកូនរៀបចំរួចរាល់ហើយតាពុកយើងឆាប់ទៅក្រែងមិនទាន់ចង្ហាន់លោកតោះកូនពុកម៉ែកន្លងមកកូនខុសធ្ងន់ណាស់ហើយកូនអកតញ្ញូធ្វើឲ្យពុកម៉ែលំបាករហូតដល់ស្លាប់កូនអាក្រក់ណាស់កូនពិតជាអាក្រក់ណាស់ទោះបីពេលនេះកូនចង់ឲ្យពេលវេលាត្រឡប់ក្រោយវិញដូចពីមុនវាមិនអាចទេព្រោះពុកម៉ែមិនអាចត្រឡប់មកវិញបានឡើយពុកម៉ែអើយកូនសុំទោសសូមអហោសកម្មឲ្យកូនផងថ្ងៃនេះជាថ្ងៃបុណ្យភ្ជុំចុងក្រោយហើយកូននឹងទៅវត្តធ្វើបុណ្យឧទ្ទិសកុសលជូនដល់ពុកនិងម៉ែកល្យានថ្ងៃនេះអញមកវត្តដែរកល្យានក្មួយបានមកអញ្ចឹងល្អហើយមកទៅរាប់បានបាំងស្គលឧទ្ទិសកុសលដល់ឪពុកម្ដាយក្មួយទៅណារួចហើយចាំយើងទៅពូនភ្នំខ្សាច់ដើម្បីរំដោះកម្មពៀដែលយើងសាងផងណាក្មួយចាលោកពូក្មួយអរគុណលោកពូណាអញ្ចឹងតោះយើងទៅលោកពូខ្ញុំឃើញអញជាភ្ញាក់រលឹកបែបនេះខ្ញុំសប្បាយចិត្តណាស់តោះទៅឆាប់ទៅតាមការពិតពិធីបុណ្យភ្ជុំពិតជាសំខាន់ខ្លាំងណាស់ខ្ញុំទើបតែបានយល់ច្បាស់នៅថ្ងៃនេះទេក្មួយអរគុណលោកពូច្រើនណាស់ភ្ជុំបិណ្ឌជាទំនៀមទម្លាប់តាំងតែពីបុរាណមកម្ល៉េះក្មួយឃើញទេទាំងការរាប់បាតទាំងការបាំងស្គលទាំងការបោះបាយបិណ្ឌទាំងការពូនភ្នំខ្សាច់ទាំងអស់នេះគឺសុទ្ធតែមានតាំងតែពីដើមមកម្ល៉េះណាក្មួយអូនៅមានមួយទៀតណាព្រឹកព្រលឹមនេះនឹងមានការបណ្ដែតប្រទីបដើម្បីជូនដំណើរជីដូនជីតាយើងត្រឡប់ទៅវិញផងដែរក្មួយទៅជាមួយពួកយើងដែរទេចាស់លោកពូក្មួយប្រកាសជាទៅក្មួយអរគុណលោកពូណាស់ក្មួយសង្ឃឹមថាពុកម៉ែក្មួយនឹងបានទទួលបុណ្យកុសលដែលក្មួយបានធ្វើនៅថ្ងៃនេះពិតណាស់ក្មួយប្រកាសជាបានទទួលអំពើល្អរបស់ក្មួយនឹងនាំឲ្យពួកគាត់ទាំងពីរទៅដល់ទីឋានស្ងប់សុខណាក្មួយបន្ទាប់ពីកល្យានបានធ្វើបុណ្យឧទ្ទិសកុសលជូនពុកម៉ែរួចរាល់បុណ្យកុសលដែលនាងបានធ្វើនោះបានទៅដល់ពុកម៉ែនាងហើយពួកគាត់ទាំងពីរក៏បានរួចផុតពីកម្មពៀបានទៅទីឋានដ៏ស្ងប់សុខចំណែកឯកល្យានវិញបន្ទាប់ពីបានយល់នៅកំហុសនិងកសាងខ្លួនជាមនុស្សល្អអ្នកស្រុកអ្នកភូមិស្រឡាញ់រាប់អាននាងនិងជួយជ្រោមជ្រែងនាងឲ្យមានការងារនិងមានជីវភាពធូរធារចាប់តាំងពីពេលនោះមក